ស្រាគ្រូសួស្តីមិត្តអរគ្នាខ្ញុំឈ្មោះសុបាម៉ាឡាបូពីខ្ញុំមានអាយុ8ឆ្នាំជាសិស្សថ្នាក់ទី3ខនៅសាលាវិទ្យាល័យអ្នកគ្រូក៏សូមអានមេរៀនភាសាខ្មែរមេរៀនទី39ទូននៃរឿងញៀនអំណានៅពេលត្រឡប់ពីសាលារៀនវិញសុភ័ក្របានឃើញកូបាកំពុងនាំខ្លួនបុរសម្នាក់ចូលក្នុងសាលាខុំបុរសនោះមានរាងកាយសងស្គមស្គាទឹកមុខស្លេកស្លាំងខុសប្លែកពីអ្នកដទៃគេឮចានៅតាមផ្លូវនិយាយថាបុរសនោះជាអ្នកប្រើប្រាស់គ្រឿងញៀននៅដល់ផ្ទះសុភ័ក្រនិយាយពីហេតុការណ៍នោះប្រាប់ម្ដាយរបស់គេឬដូច្នោះម្ដាយសុភ័ក្របានពន្យល់ថាការប្រើគ្រឿងញៀនមិនល្អទេកូនគ្រឿងគឺនាំឲ្យអន្តរាយដល់សុខភាពបាត់បង់ការចងចាំឆ្វេះស្វាឆេវឆាវពិសេសបំផ្លាញទ្រព្យសម្បត្តិនឹងថាវិការគ្រួសារថែមទៀតម្យ៉ាងទៀតគ្រឿងញៀនបង្កឲ្យមានអំពើចោរកម្មអំពើហិង្សាបាត់បង់ការងារឡាដូច្នេះកូនមិនត្រូវចង់ដឹងឬចង់សារគ្រឿងញៀននោះទេកូននិងមិត្តភក្តិត្រូវនៅឲ្យឆ្ងាយពីវាក្តារពីស្ដាប់ការទូន្មានរបស់ឪពុកម្ដាយលោកគ្រូអ្នកគ្រូសុភ័ក្របដិញ្ញាខិតខំរៀនសូត្រនិងជៀសឲ្យផុតពីយើងត្រូវជៀសឲ្យផុតពីគ្រឿងញៀនជំរាបលាអ្នកគ្រូអាណាចូលមកអស់គ្នាអាគេនេះlạiសុភ័ក្រវល់ឆៃបាច់ឡើងបាយបាយ